បាទសូមជម្រាបសួរបាទពុកម៉ែបងប្អូនជាកសិករដំឡូងមីទាំងអស់គ្នាបាទហើយសពទុកឬយ៉ាងណាយ៉ាងណីដែរបងប្អូនបាទចំណុចខាងខ្ញុំនៅអន្លង់វែងខេត្តឧត្តរមានជ័យសម្រាប់ព្រឹកនេះគឺព្រឹកថ្ងៃទី17ខែមីនាឆ្នាំ2025បាទឃើញថាបន្ទាប់ពីភ្លៀងមកមេធំហើយឥឡូវនេះថែមមកមេធំទៀតបងប្អូនបាទភ្លៀងតាំងពីម្សិលមិញបងប្អូនថ្ងៃទី16បាទតែម៉ោង3ភ្លៀងមិនយូរបងប្អូនបាទប្រហែលជាកន្លះម៉ោងប៉ុន្តែភ្លៀងខ្លាំងឥឡូវនេះដលងបាទខាងខ្ញុំបាទនេះបាទកាប់ហាលបានប្រហែលជា5 តោនហ្នឹងបងប្អូនបាទទៅកាប់ផុកអស់ហើយបងប្អូនអើយបាទថ្ងៃមុនបាទថ្ងៃទី13បាទដកថ្ងៃទី12ថ្ងៃទី13ភ្លៀងបាទមិនទាន់បានរឹសដលងទេបាទភ្លៀងមួយសាបាទមួយមេធំអានោះខ្លាំងមែនតើដល់តែរើសដលងហើយបាទចិញ្ច្រាំបានបែប2 លានហាលបងប្អូនសរុបជាចំនួនតោនទៅប្រហែលជាអាចខ្ទង់ជួប5-6 តោនហ្នឹងបងប្អូនបើគិតជាដលងក្រៀមតែឥឡូវនេះកប់ផុកបានសម្រេចឃើញថាពិបាកមែនទែនបងប្អូនបាទធ្វើដលងក្រៀមនៅខែ3នេះភ្លៀង2 មេផ្ទួនបាទសម្រាប់ខាងខ្ញុំធ្វើដលងក្រៀមមកកន្លងមកគឺទៅជាលើកទី1ហើយបានត្រូវភ្លៀងនៅពេលដែលកាប់ច្រាំហាលនេះបងប្អូនបាទវគ្គមុននោះគឺផុតបាទកាលណាសាយកទៅលក់ហើយគឺភ្លៀងមកថ្ងៃទី13ដល់ឥឡូវនេះចូលថ្ងៃទី17បាទភ្លៀងម្សិលមិញថ្ងៃទី16ឥឡូវកប់ផុកបាទមើលដែលជួបពេញបាទដលងខូចសឹងពាក់កណ្ដាលទេបងប្អូនបាទបើសិនជាអត់មានថ្ងៃទៀតកាន់តែទៅបាទតែបើមានថ្ងៃរះមកក្តៅ3-4 ម៉ោងអីអាចសង្ឃឹមស្ដារឡើងវិញបានតែបើថាអត់ទេចប់ហើយបងប្អូនអើយបាទសិតដលងបាទយើងច្រាំប៉ាសិន2ផងបងប្អូនមិនតិចណាដលងបាទហើយចំពោះនៅខាងពុកម៉ែបងប្អូនវិញបាទសុខសប្បាយឬក៏ដូចខាងខ្ញុំនេះបាទខាងខ្ញុំនេះទុកធំហើយបាទដលងកំពុងតែធ្លាក់ថ្លៃផងឥឡូវនេះគឺដលងត្រូវភ្លៀងបាទកាប់ទៅត្រូវភ្លៀងគឺមិនជាសូវបញ្ហាប្រមាណនេះបងប្អូនបាទបញ្ហាត្រង់ថាវាហូរទឹកមកនាំដីមកចូលក្នុងដលងមកកប់ផុកពេញដលងទាំងអស់បាទយើងរើសដលងកិននឹងស្អាតមកប៉ុន្តែដល់ទៅពេលហាលត្រូវភ្លៀងហូរមកគឺវាចូលផុកមកបងប្អូនចូលដីឥឡូវមកខ្មៅវែកតែម្ដងបាទហើយដលងមិនតិចអីដលងច្រើនវាសមដែរចាប់ហើយបងប្អូននេះបាទខាងខ្ញុំដលងក្រៀមដូចជា400ជាង470 480នេះបងប្អូនបាទដលងល្អហើយដល់តែពេលឥឡូវត្រូវទឹកអញ្ចេះប្រហែលជាចប់ហើយ300-400នឹងបានអត់ទេបងប្អូនបាទហើយខាងពុកម៉ែបងប្អូនសុខទុកយ៉ាងណាបាទផុតភ្លៀងឬក៏ចំភ្លៀងដែរបាទបើម្ដុំខ្ញុំនេះចំទាំងអស់ហ្នឹងបាទភ្លៀងវាសើតែពេញមកស្រុកហើយបាទវីដេអូរបស់ខ្ញុំមានតែប៉ុណ្ណេះបងប្អូនបាទបើសិនជាបងពុកម៉ែបងប្អូនដឹងកន្លែងណាស្តង់ណាឬក៏កន្លែងណារោងចក្រណាគេទិញដំឡូងក្រៀមបានថ្លៃអីជួយប្រាប់ផងបងប្អូនប្រាប់គ្នាផងយកទៅលក់នៅនឹងផងបងប្អូនដំឡូងឥឡូវថោកយកតែមែនតែនហើយមួយទៀតចំពោះពុកម៉ែបងប្អូនដែលបាទត្រូវការដើមពូជដាំនៅរដូវកាលថ្មីបាទខាងខ្ញុំមានពូជ2ប្រភេទបាទប្រភេទទី1គឺ
ระยอง72บางคนกับบางคนเขาหาlà 81 ឬក៏81ហ្នឹងបាទហើយដើមវិញល្អដើមទៅថ្មីអត់ទាន់កាប់ទេបងប្អូនមានកាប់ខ្លះនៅខ្លះប៉ុន្តែមិននៅភាគច្រើនអត់ទាន់កាប់ទេហើយមួយទៀតគឺដើមKM 325គេហៅថាកឆាក៏មិនទាន់កាប់ដែរដូចនៅខាងមុខខ្ញុំនេះបាទបើបងពុកម៉ែបងប្អូនត្រូវការអាចតាក់ទងបានបាទអរគុណជួបខ្ញុំនៅវីដេអូក្រោយទៀតពុកម៉ែបងប្អូនបាទ